ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះ Channel យើងខ្ញុំនឹងលើកយករឿងនិទានមួយដែលមានចំណងជើងថាស្វាលោភលន់និងតាសុននៅក្នុងភូមិជនបទមួយមានស្វាលោភលន់មួយរស់នៅតាមទឹកជ្រោះវាតែងតែខិតខំស្វែងរកបន្លែនិងតែសត្វតូចៗដើម្បីរស់នៅតែវាមានចិត្តឆ្លាតវៃនិងស្រឡាញ់ជួយអ្នកដទៃនៅភូមិជិតនោះមានបុរសម្នាក់ឈ្មោះតាសុនគាត់ស្រឡាញ់សត្វនិងចូលចិត្តជួយគ្រួសាររបស់ខ្លួនយ៉ាងខ្លាំងថ្ងៃមួយតាសុនឃើញស្វាលោភលន់កំពុងពិបាកចាប់សត្វតូចមួយដែលរំខានវាតាសុនបានយកដងដៃជួយស្វាលោភលន់ភ្ញាក់ផ្អើលនិងរីករាយណាស់ស្វានិងតាសុនបានក្លាយទៅជាមិត្តស្មោះត្រង់ពួកគេជួយគ្នាទាំងក្នុងការស្វែងរកអាហារការការពារផ្ទះនិងការលេងល្បែងនៅជ្រោះទឹកក្រោយមកប្រជាជនក្នុងភូមិបានមើលឃើញភាពសហការនេះហើយរំលេចថាការជួយគ្នានិងចិត្តល្អគឺមានតម្លៃលើសអំណាចនិងកម្លាំងអត្ថន័យនៃមេរៀននេះគឺមិត្តភាពនិងចិត្តល្អអាចធ្វើឲ្យអ្នកនិងសត្វទាំងអស់រស់នៅសុភមង្គលកម្លាំងមិនសំខាន់បើគ្មានការសហការគ្នានិងចិត្តស្មោះរឿងនិទានស្វាលោភលន់និងតាសុនសន្មតថាចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមស្ដាប់នៅការអានជូនរបស់ Channel យើងខ្ញុំសូមជួយ Like Share Subscribe ដើម្បីទទួលបានរឿងថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ